សួស្តីទាំងអស់គ្នាថ្ងៃនេះយើងមានរឿងថ្មីទៀតហើយដែលមានចំណងជើងថា Rister Tan ហើយមុននឹងចូលដល់សាច់រឿងសង្ខេបរបស់យើងនឹងជួយអ្នកទាំងអស់គ្នាជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តនិងការស្រឡាញ់របស់បងប្អូនណាដោយសាររឿងរបស់យើងបានបង្ហាញពីតួអង្គរបស់យើងណាដែលមានឈ្មោះកូតារ៉ូណាគឺជាសិស្សនៅវិទ្យាល័យម្នាក់ដែលបានសម្រាប់ចិត្តរស់នៅដោយខ្លួនឯងណាគាត់នឹងខានជីគឺជាមិត្តភក្តិជិតស្និទ្ធតាំងពីបឋមណាម្ចាស់ផ្ទះមានឈ្មោះថាស៊ីស៊ូកាដែលពួកគេមានអាយុដូចគ្នាហើយថ្ងៃនឹងដែរកូតារ៉ូរបស់យើងនឹងក៏បានផ្លាស់បន្ទប់ជួលទៅលេខ106ណានៃផ្ទះកូរ៉ូណាណាដែលតម្លៃផ្ទះហ្នឹងគឺមានតម្លៃសមរម្យថោកដែលមានតម្លៃត្រឹមតែ5000យេនណានៅយប់នោះឪពុករបស់កាតូរ៉ូរបស់យើងក៏បានខលមកកាតូរ៉ូនិយាយពីសួរសុខទុក្ខរបស់កាតូរ៉ូណាដែលបន្ទប់ជួលរបស់កាតូរ៉ូហ្នឹងគឺពិតជាពិបាកមែនតើបាទគឺខ្យល់មកម្ដងគឺចង់បាក់ចង់អីអស់ហើយបន្ទាប់នៅព្រឹកឡើងកាតូរ៉ូរបស់យើងក៏បានទៅធ្វើការនៅក្រៅម៉ោងណាដែលគាត់ដើម្បីរកប្រាក់ដើម្បីផ្គត់ផ្គង់ឪពុកម្ដាយរបស់គាត់ហើយនៅព្រឹកថ្ងៃបន្ទាប់នឹងដែរកាតូរ៉ូក៏បានឆ្ពោះទៅការដ្ឋានស្រាប់តែឮសំឡេងក្មេងស្រីម្នាក់ហៅឈ្មោះគាត់ណាកាតូរ៉ូបានព្យាយាមរកកម្លែងសំឡេងនោះថាចេញមកពីណាណាហើយកាតូរ៉ូក៏បានគិតថាខ្លួនឯងនឹងស្រមើសម័យអីចឹងទៅដោយតួអង្គឯងយើងអត់អស់ចិត្តនឹងកាតូរ៉ូក៏បានសម្រេចចិត្តដើរទៅរកកន្លែងដែលឮសំឡេងហៅគាត់ណាដែលក្មេងស្រីហៅគាត់ណាហើយគាត់ក៏បានឃើញពន្លឺមួយចាញ់ចាំងដូចជាមាសអញ្ចឹងណាហើយកាតូរ៉ូក៏បានផ្ទៀងភ្នែកជាងតិចស្ដាប់ហើយក៏បានដើរចុះដើរឡើងនឹងក៏បានធ្លាក់រណ្ដៅមួយយ៉ាងជ្រៅណាហើយបន្ទាប់មកគាត់ក៏បានឃើញរូបសំណាកនារីម្នាក់ណាដែលមានរូបរាងស្រស់ស្អាតមែនទែនហើយសាប់មួយរំពេចនឹងដែររូបសំណាកហ្នឹងក៏បានคล้ายទៅជាក្មេងស្រីម្នាក់ណាដែលស្អាតណាតាមពិតទៅកាតូរ៉ូអត់បានធ្លាក់ការពិតទេតាមពិតគាត់បានយូរសពទេទៅពេលដែលគាត់ធ្វើការហ្នឹងគាត់បានរបួសក្បាលហ្នឹងតែពិតគាត់យូរសពនៅក្នុងក្រេពេទ្យទេរឿងហ្នឹងពិតជាអស់សំណើចខ្លាំងមែនទែនកាតូរ៉ូរបស់យើងហ្នឹងបែកក្បាលប៉ងអស់ហើយកាត់មកដល់ពេលព្រឹកហ្នឹងក្មេងស្រីម្នាក់ហ្នឹងក៏បានលួចថតកាតូរ៉ូនៅលើដើមឈើណាហើយកាតូរ៉ូក៏បានឃើញដែរហើយនៅពេលហ្នឹងក្មេងស្រីហ្នឹងក៏បានផ្លាត់ស្នៀដល់មិនទេដល់បាក់មេឃឈើហ្នឹងទៅក៏បានធ្លាក់មកក្រោមអញ្ចឹងណាហើយកាស៊ីមីណាហ្នឹងក៏បានប្រាប់កាតូរ៉ូថាឲ្យមានការប្រុងប្រយ័ត្នណាកុំឲ្យប្រហែលដូចក្មេងស្រីហ្នឹងអញ្ចឹងទៅហើយកាត់មកដល់ក្នុងបន្ទប់ហ្នឹងកាស៊ីមីណាក៏បានសួរកាតូរ៉ូណាពីមូលហេតុដែលបានបែកក្បាលណាដែលកាតូរ៉ូបែកក្បាលណាប៉ុន្តែកាតូរ៉ូប្រហែលជាគាត់បាត់ការចងចាំហើយគាត់មិនដឹងនឹកឃើញស្អីខ្លះទេប៉ុន្តែគាត់មានអារម្មណ៍ថាតឹងទ្រូងខ្លាំងមែនទែនហើយមិត្តភក្តិរបស់គេមិត្តភក្តិប្រុសហ្នឹងក៏បាននិយាយថាកាតូរ៉ូហ្នឹងនឹកឃើញតែរឿងស្រីស្អាតរឿងអីអញ្ចឹងណាកាតូរ៉ូខឹងចិត្តពេកក៏បានរត់ទៅបន្ទប់របស់គាត់វិញទៅបន្ទាប់ពីតួអង្គឯងរបស់យើងកាតូរ៉ូបានរត់ទៅដល់ផ្ទះហ្នឹងក៏បានឃើញនារីដែលគាត់បានយល់សបិនឃើញណាហើយតួអង្គនារីរបស់យើងហ្នឹងគឺមានឈ្មោះថាហារ៉ូនីណាដែលគាត់បានយល់សបិនឃើញកាលគាត់មានជួបឧបទ្ទវហេតុដែលគាត់បែកក្បាលណាហើយកាតូរ៉ូពិតជាឃើញហារ៉ូនីហ្នឹងគឺពិតជាលងស្នេហ៍ខ្លាំងមែនទែនហើយបន្ទាប់មកពួកគាត់ក៏បានសន្ទនាគ្នាណាពីរឿងដែលគាត់បានយល់សបិនឃើញហារ៉ូនីណាហើយហារ៉ូនីគឺគាត់ពិតជាអត់ដឹងអីទេប៉ុន្តែហារ៉ូនីហ្នឹងគឺមានរូបសម្ផស្សដូចនឹងដែលគាត់យល់សបិនណាហើយឥឡូវនេះកាត់មកដល់បន្ទប់របស់តួអង្គប្រុសរបស់យើងវិញបន្ទាប់ពីកាតូរ៉ូតួអង្គប្រុសរបស់យើងត្រឡប់មកបន្ទប់របស់គាត់វិញណាក៏បានជួបនឹងកញ្ញាសាណេណាដែលសាណេនឹងដែរដែលកាតូរ៉ូរបស់យើងហ្នឹងគិតថាតែងតែលងបន្លាចគាត់ណាដែលគាត់ធ្វើឲ្យគាត់យល់សបិនឃើញនារីដែលសស្អាតនៅក្នុងរំដៅយ៉ាងជ្រៅណាហើយមិនប្រហែលកាតូរ៉ូក៏បានលួងលោមសាណេហ្នឹងក៏បានបោះសាណេទៅក្រៅឲ្យសាណេខឹងយ៉ាងខ្លាំងបន្ទាប់មកសាណេក៏បានអង្គុយមួយសន្ទុះហ្នឹងក៏បានហក់ជួបមកវិញក៏បានស្រែកដាក់កាតូរ៉ូតួអង្គប្រុសរបស់យើងហ្នឹងណាហើយសាណេហ្នឹងក៏បានបញ្ចេញវីតាមីនគេម្យ៉ាងណាអាចហោះអាចហើរបានអីចឹងទៅហើយកាតូរ៉ូយើងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញនារីសាណេរបស់យើងហ្នឹងអាចហោះអាចអង្គុយបានណាបន្ទាប់មកហ្នឹងកាតូរ៉ូរបស់យើងតួអង្គឯងរបស់យើងហ្នឹងក៏បានបញ្យល់ប្រាប់សាណេណាតែសាណេកំពុងតែអុកលុកនៅក្នុងបន្ទប់គាត់ណា
ហើយសារនេះគឺអត់ស្ដាប់ការទៅររបស់យើងទេហើយក៏បានប្រើយុទ្ធសាស្ត្រនឹងបាញ់ទៅលើតួអង្គអាចរបស់យើងការទៅរហ្នឹងការទៅរក៏បានរត់ពេញហ្នឹងទៅហើយថានារីសារនេះហ្នឹងក៏ពិតជាខូខើខ្លាំងមែនតើពោពេញទៅដោយការឆ្នះណាគេហៅថានារីក្លាហានប៉ើបរោះស្មោះស្នេហ៍អញ្ចឹងទៅបន្ទាប់ពីតួអង្គអាចយើងការ៉ាតូហ្នឹងបានខ្ទៀតទៅនឹងកលៀនជាងហ្នឹងក៏បានដកយ័ន្តរបស់គេពីស្លឹកហ្នឹងដើម្បីបំលាចកញ្ញាសាណេណាហើយមិនយូរប្រហែលហ្នឹងក៏មានតួអង្គយើងម្នាក់ទៀតណាដែលមានឈ្មោះថាយូរីកាហ្នឹងក៏បានជិះបោះហោះមកពុកតួអង្គយើងទាំងពីរហ្នឹងធ្វើឲ្យខ្ចាត់ខ្ចាយពេញហ្នឹងទៅហើយបន្ទប់របស់តួអង្គរបស់យើងការតរោហ្នឹងគ្មានសល់អីទេឥឡូវនោះគ្នាកំពុងតែអត់លុយអត់អីចឹងណាឥឡូវមានម្នាក់ហ្នឹងមកអុកលុកផ្ទះគាត់បន្ទប់គាត់អីចឹងទៅហើយយូរីកាហ្នឹងក៏បានបញ្យល់ប្រាប់ថានៅពេលដែលគាត់ហោះមកហ្នឹងបោះហ្នឹងគឺជាអ្នកនាំគាត់មកទេមិនមែនគាត់ចង់មកទេដោយសារតែគាត់បានជួបនៅក្នុងហេតុការណ៍មួយណាដែលគាត់កំពុងតែអង្គុយក៏មានវិញ្ញាណអីហោះមកហើយក៏មានបោះហ្នឹងក៏មានបលឹងណាបោះហ្នឹងមានបលឹងក៏បានឆក់យកគាត់ហោះទៅរកការ៉ូតូនិងសាណេណាបន្ទាប់មកហ្នឹងយូរកាហ្នឹងក៏បានខ្ទប់ទាំងចាំងណាហើយគាត់ក៏បានក្រោកឈរមកក៏បានយំអង្វរការតរោរបស់យើងទូឯករបស់យើងណាថាគាត់ហ្នឹងសុំទោសដែលបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគាត់អីអញ្ចឹងទៅហើយមិនយូរប៉ុន្មានហ្នឹងក៏គាត់បាននិយាយគ្នាសន្ទនាគ្នាមួយសន្ទុះទៅការសុំទោសអភ័យទោសដល់រូបនាងណាដែលបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិការ៉ាតូហ្នឹងទៅហើយមិនយូរប្រហែលហ្នឹងក៏មានកូនខ្មោចបុរាណហ្នឹងហក់ចេញមកពីក្រោមដីណាស្រាប់តែលេចឡើងតួអង្គស្រីយើងម្នាក់ទៀតហ្នឹងជាខ្មោចបុរាណនៅក្នុងដីណាស្រាប់ពេលហ្នឹងដែរនាងក៏បានសុំទោសដល់អ្នកទាំង3ណាដែលធ្វើឲ្យអ្នកទាំង3ហ្នឹងផិតភ័យអីចឹងទៅហើយនាងគឺមានឈ្មោះថាគីរ៉ៃហាដែលមានរូបរាងស្រស់ស្អាតមែនទែនហើយនាងគឺជាខៅថាខ្មោចបុរាណណាអំបូរខ្មោចបុរាណដែលនៅរស់នៅក្នុងដីណាហើយនាងក៏អះអាងខ្លួនឯងថានាងហ្នឹងគឺជាអ្នកទុះទាយណាខាងទុះទាយខាងសិល្បៈអីវិញ្ញាណអីចឹងទៅហើយតួអង្គគឺអាហាររបស់យើងហ្នឹងក៏បានប្រាប់ទៅអ្នកទាំង3ដែលតួអង្គរបស់យើងនៅក្នុងបន្ទប់ហ្នឹងណាគាត់បានប្រាប់ថានៅក្នុងក្រោមបន្ទប់របស់ការ៉ាតូរបស់យើងហ្នឹងគឺមានកន្លែងសែនរៀបសក្ការៈដែលមានមាសមានអីច្រើនណាដែលប្រជាជនរបស់គេបានលាក់ទុកនៅក្នុងក្រោមបន្ទប់របស់តួអង្គប្រុសរបស់យើងណាបន្ទាប់មកហ្នឹងគឺអាហារហ្នឹងក៏បានបញ្យល់ដោយពាក្យគួរសមទៅកាន់ការ៉ាតូតួអង្គប្រុសរបស់យើងណាថាការ៉ាតូហ្នឹងតើអាចសុំបន្ទប់ការ៉ាតូហ្នឹងរស់នៅបានអត់ហើយការ៉ាតូហ្នឹងក៏អត់បាននិយាយអីដែរហើយដោយសារនាងហ្នឹងក៏បានបញ្យល់ថែមទៀតថាគេត្រូវការបន្ទប់ការ៉ាតូហ្នឹងដើម្បីធ្វើជាកន្លែងបូជាណាបន្ទាប់មកហ្នឹងតួអង្គអាចការ៉ាតូរបស់យើងហ្នឹងក៏បានសម្រេចចិត្តឲ្យគឺអាហារហ្នឹងដើម្បីយកកន្លែងបន្ទប់របស់គាត់ហ្នឹងដើម្បីធ្វើជាកន្លែងបូជាអីចឹងទៅហើយដោយសារតែនឹងមិនអស់ចិត្តណាអត់អស់ចិត្តនឹងការ៉ាតូដែលគាត់ធ្វើទង្វើប្រព្រឹត្តទៅលើពួកគាត់ណាដែលគឺឲ្យហាទៅមកភ្លាមអីចឹងទៅការ៉ាតូហ្នឹងក៏ចាប់ផ្ដើមបាក់ចិត្តស្រឡាញ់អីចឹងទៅដោយថាស្អប់ពួកនាងទាំងពីរណានិយាយទៅគឺតួអង្គរបស់យើងគឺស្អប់តួអង្គដបងរបស់យើងដោយសារតែយូរីកានិងសារណេហ្នឹងគាត់នេះណាចេញមកពិបាកនិយាយគ្នាស្ដាប់គ្នាអញ្ចឹងទៅឲ្យចូលមកដំបងហ្នឹងបានបំផ្លាញបន្ទប់គាត់អីអញ្ចឹងបែកបាក់អស់ណាបន្ទប់កំពុងតែចាស់ផងដល់តួអង្គទាំងពីររបស់យើងចូលមកធ្វើបន្ទប់តួអង្គអាចរបស់យើងហ្នឹងខ្ទេចខ្ទីតែម្ដងមិនយូរប៉ុន្មានហ្នឹងវងយុទ្ធសិលមួយហ្នឹងក៏បានលេចឡើងនៅក្នុងជាងរបស់ផ្ទះកាតារ៉ូរបស់យើងហ្នឹងណាហើយកាតារ៉ូរបស់យើងហ្នឹងក៏បានស្ទាបចំនំប៉័ងរបស់ដែលមានតួអង្គទេយ៉ាមីណាហើយទេយ៉ាមីពិតជាខឹងកាតារ៉ូខ្លាំងមែនទែនក៏បានថាក់មួយជើងខ្ទាតទៅកលិចនឹងជាងទៅហើយតួអង្គត្រីរបស់យើងហ្នឹងក៏បានទេសដៀលទៅកាន់ការ៉ាតូណាថាគាត់ហ្នឹងគឺជាបរិសុទ្ធដែលឥតគេខ្មាស់អីឆ្លៀតឱកាសទៅប៉ះរបស់គេអីចឹងណាហើយការ៉ាតូហ្នឹងក៏បានប្រកែកថាគាត់ហ្នឹងអត់មានបានទៅប៉ះពាល់អីទេរឿងហ្នឹងជាការភ័ន្តច្រឡំណាហើយពេលហ្នឹងដែរហ្នឹងទេយ៉ាមីរបស់យើងហ្នឹងគឺពិតជាអត់ស្ដាប់ឲ្យការបកស្រាយរបស់តួអង្គប្រុសរបស់យើងទេហើយក៏បានបើកក្បួនយុទ្ធសាស្ត្ររបស់គេណាដើម្បីប្រយុទ្ធទៅអ្នកទាំង4ដែលនៅក្នុងបន្ទប់ហ្នឹងទៅហើយអ្នកទាំង4ហ្នឹងក៏បានធ្វើការបើកយន្តនីមួយដើម្បីប្រយុទ្ធជាមួយទេយ៉ាមីរបស់យើងណា
បន្ទាប់ពីតួអង្គរបស់យើងទាំង5ហ្នឹងបានប្រយុទ្ធគ្នាអស់រយៈពេលមួយសន្ទុះណាហើយតួអង្គរបស់យើងដែលមានឈ្មោះថាតេយ៉ាមីហ្នឹងក៏បានប្រកាសខ្លួនណាថាខ្លួនហ្នឹងគឺជាព្រះនាងនៃស្ដេចចក្រវាលទាំង4ណាហើយនាងហ្នឹងក៏បានណែនាំប្រាប់ទៅតួអង្គប្រុសរបស់យើងហ្នឹងឲ្យធ្វើការរៀបចំបន្ទប់របស់ខ្លួនហ្នឹងឲ្យមានសុភាពស្អាតហើយធំណាហើយពេលហ្នឹងដែរតួអង្គការតរបស់យើងហ្នឹងក៏បានបដិសេធចំពោះនាងណាថាឲ្យនាងចាប់ចេញពីបន្ទប់របស់គាត់អីចឹងទៅបន្ទាប់មកហ្នឹងទេណាមីរបស់យើងនឹងមានការមិនសុខចិត្តនឹងខឹងសម្បាខ្លួនឯងហ្នឹងក៏បានប្រើយុទ្ធសាស្ត្រភ្លើងរបស់គេហ្នឹងដើម្បីកំទេចផ្ទះរបស់តួអង្គប្រុសរបស់យើងហ្នឹងឲ្យមានសភាពញ៉ៃញ៉ៃហ្នឹងទៅហើយមិនយូរប៉ុន្មានហ្នឹងតួអង្គរបស់យើងហ្នឹងក៏បានពិភាក្សាគ្នាឡើងវិញណាឲ្យចាប់ផ្ដើមរៀបចំបន្ទប់ហ្នឹងឲ្យស្អាតដើម្បីគេរុករកធម្មពលចម្លែកមួយដែលពួកគេបានជួបប្រទះពីមុនមកណាដែលធ្វើឲ្យពួកគេនឹងរស់នៅខ្លះរស់នៅក្រោមដីខ្លះមានយុទ្ធសាស្ត្រចេះហោះចេះអីមានកូនខ្មោចតាមកូនអីណាដែលពួកគេកំពុងតែឆ្ងល់ណា